Hello អ្នកនរគ្នាថ្ងៃនេះខ្ញុំចង់ថត vlog នៅថ្ងៃពហុម្ដងបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមរៀបចំខ្លួនដើម្បីទៅរៀនហើយនឹងបានញ៉ាំបាយពេលព្រឹករួចបានយើងចាប់ផ្ដើមទៅរៀនចឹងណាអ្នកនរគ្នាបន្ទាប់ពីខ្ញុំបានញ៉ាំបាយហើយខ្ញុំក៏ចាប់ផ្ដើមដើរទៅរៀនហើយថ្ងៃហ្នឹងមេគ្រៀនល្លឹមចឹងខ្ញុំក៏បានទទួលឆាត់ទៅផងដែរខ្ញុំស្នាក់នៅទេអញ្ចឹងគឺការធ្វើដំណើរទៅថ្នាក់រៀនគឺមានរយៈពេលខ្លីដែរខ្ញុំក៏បានទៅដល់ថ្នាក់រៀនមុនគេតែមកតែអត់មានមនុស្សបានទេមានតែ3នាក់ហ្នឹងខ្ញុំទាំង3នាក់ក៏បានកោចាំមករួមថ្នាក់ប្រហែលជា 4-5 ទីមកគឺមិត្តភ័ក្តិឯក្នុងថ្នាក់ក៏ចាប់ដើមមកបដារហូតតតែពេញថ្នាក់ហ្មងក៏មានម៉ោងចេញលេងដែរប៉ុន្តែខ្ញុំអត់បានថតទេអ្នកទាំងអស់គ្នាទៅតតែម៉ោងចេញផ្ទះបានថតពេលដែលខ្ញុំចេញពីរៀនហ្នឹងខ្ញុំក៏បានដើរទៅផ្សារដើម្បីទិញបន្លែទិញអីយកមកធ្វើម្ហូបសម្រាប់អាហារពេលថ្ងៃអញ្ចឹងណាអ្នកនរគ្នាដើរផងនិយាយផងក៏បានមកដល់បន្ទប់អ្នកនរគ្នាឃើញម្ហូបបើខ្ញុំធ្វើហ្នឹងឲ្យបន្ទប់មកដែរហើយអ្នកនរគ្នាម្ហូបយើងធ្វើទូឆ្ងាញ់ឬយើងនៅតែសារខ្លួនឯងតែឆ្ងាញ់ដែរប្រហែលខ្ទង់ជាម៉ោង3អីហ្នឹងខ្ញុំក៏បានទៅធ្វើពលកម្មនៅសាលាដូចជាដកស្មៅកាត់ស្មៅតាមសួនអីចឹងអ្នកនរគ្នាព្រោះជារៀងរាល់ថ្ងៃពហុគឺតែទៅធ្វើបែបហ្នឹងតែម្ដងនិយាយទៅគឺទាំងសិស្សច្បងសិស្សប្អូនគឺទៅធ្វើទាំងអស់គ្នាមកអ្នកនរគ្នាកាន់កាមេរ៉ាថតនឹងអត់ដឹងថាគេត្រូវធ្វើពលកម្មកន្លែងណាទៅនិយាយទៅគឺដើរលើបដ ாய் អ្នកនរគ្នាជុំវិញសាលាបានបន្តិចមកក៏បានឃើញបងគាត់កំពុងដកស្មៅហ្នឹងដោយសារតែកម្លាំងសាមគ្គីជួយគ្នាតិចតួចមកយើងក៏បានធ្វើហើយហ្មងអ្នកនរគ្នាតែនៅខ្លះអញ្ចឹងវាអត់ស្អាត 100% ទេសិស្សប្រុសគឺគាត់ដើរកាត់ផ្កាតែអ្នកគ្នាកាត់ជាជ្រុងទៅស្អាតក្រោយបីកាត់ហើយយើងក៏មានការប្រជុំនៅកន្លែងតារាងបាល់អញ្ចឹងអ្នកគ្នាបន្ទាប់ពីការធ្វើពលកម្មចាប់ខ្ញុំក៏មកផ្ទះញ៉ាំបាយរៀបចំខ្លួនអីចឹងទៅរៀនក្លឹបទៅពេលយប់ទៀតអ្នកនរដល់ពេលយើងរៀនពេលយប់ហ្នឹងគឺអត់សូវមានសិស្សមករៀនអ្នកនរដោយសារអ្នកខ្លះគាត់នៅផ្ទះហើយអ្នកខ្លះទៀតគឺនៅក្រៅចឹងអ្នកនរគ្នារយៈពេលនៃការរៀនពេលយប់ហ្នឹងគឺរៀនចាប់ពីម៉ោង 7 រហូតដល់ម៉ោង 9 ចឹងអ្នកនរគ្នាទៅម៉ោង 9 កន្លះយើងទាំងអស់គ្នាក៏បានត្រឡប់មកអន្តេវិញតែពេលហ្នឹងក៏មិននិយាយគ្នាលេងហ្នឹងអ្នកគ្នាខ្ញុំបានមកដល់អន្តេកន្លែងស្នាក់នៅអញ្ចឹងហើយមិត្តភ័ក្តិខ្ញុំដែលនៅបន្ទប់មួយគ្នាគឺញ៉ោះសិស្សច្បងមែនទេអ្នកគ្នាអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយ